한국 사람들에게 배달은 하나의 문화이다. សម្រាប់ប្រជាជនកូរ៉េការដឹកជញ្ជូនបានក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅ 언제 어디서나 전화나 인터넷으로 주문만 하면 빠른 시간에 배달을 받을 수 있다. មិនថានៅពេលណាឬនៅទីណាទេគ្រាន់តែបញ្ជាទិញតាមទូរស័ព្ទឬអ៊ីនធឺណិតនោះនឹងអាចទទួលបានការដឹកជញ្ជូនក្នុងរយៈពេលយ៉ាងឆាប់រហ័ស 바쁜 직장인들은 매일 아침 따뜻한 음식을 집으로 배달해 먹고 회사에서도 우유나 요구르트를 배달해 먹기도 한다. បុគ្គលិកការិយាល័យដែលមានញឹកតែងបញ្ជាអាហារក្តៅឲ្យដឹកមកផ្ទះរៀងរាល់ព្រឹកហើយសូម្បីតែនៅកន្លែងធ្វើការក៏អាចបញ្ជាទឹកដោះគោឬយ៉ាអ៊ូឲ្យគេដឹកមកទទួលទានបានដែរ 퇴근 후 집에 들어가면 세탁소에서 깨끗하게 세탁된 옷을 가지고 오고 인터넷으로 마트에 물건을 주문하면 곧바로 배달이 되니 따로 장을 보지 않아도 된다. បន្ទាប់ពីចេញពីការងារហើយត្រឡប់មកផ្ទះសម្លៀកបំពាក់ដែលបានបោកសម្អាតរួចពីហាងបោកខោអាវក៏ត្រូវបានគេដឹកមកដល់ផ្ទះផងដែរបើបញ្ជាទិញទំនិញពីផ្សារទំនើបតាមអ៊ីនធឺណិតទំនិញនឹងត្រូវបានដឹកមកភ្លាមដូច្នេះមិនចាំបាច់ទៅទិញដោយខ្លួនឯងទេ 집이나 회사에 가만히 있어도 모든 것이 배달되기 때문에 생활이 정말 편해졌다. ដោយសារតែអាចអង្គុយនៅផ្ទះឬនៅកន្លែងធ្វើការក៏ទទួលបានអ្វីៗគ្រប់យ៉ាងតាមរយៈការដឹកជញ្ជូនជីវភាពរស់នៅរបស់មនុស្សបានក្លាយជាងាយស្រួលខ្លាំង